เดือนในจังពិសេសអាទិត្យទី12នៃសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋខ្ញុំមានទីកន្លែងកំណើតនៅសង្កាត់បឹងកំពង់ខណ្ឌមានជ័យរាជធានីភ្នំពេញបច្ចុប្បន្នខ្ញុំរស់នៅភូមិស្វាសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញខ្ញុំមានបងប្អូនចំនួន3នាក់ខ្ញុំជាកូនទី1នៅក្នុងគ្រួសារឪពុករបស់ខ្ញុំគាត់ប្រកបមុខរបរលក់ដូរចំណែកឯម្ដាយរបស់ខ្ញុំគាត់ជាអ្នកលក់ចាប់គួយខ្ញុំបានចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋតាមរយៈអ្នកគ្រូម្នាក់ដែលគាត់ជាគ្រូបង្រៀននៅសាលានេះខ្ញុំបានចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋតាំងពីថ្នាក់ទី1មកម្ល៉េះរហូតដល់បច្ចុប្បន្នកត្តាដែលធ្វើឲ្យខ្ញុំបានចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋដោយសារតែពុកម្ដាយរបស់ខ្ញុំខ្វះថវិកាក្នុងការខ្ញុំរៀននៅសាលាថ្លៃណាមួយសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋជាសាលាផ្ដល់លទ្ធភាពដល់សិស្សានុសិស្សដែលខ្វះថវិកាដើម្បីឲ្យពួកគេបានចូលសិក្សាក្រោយពេលដែលខ្ញុំបានចូលរៀននៅសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋខ្ញុំទទួលបានចំណេះដឹងថ្មីបទពិសោធន៍ថ្មីនិងមិត្តភ័ក្តិថ្មីនិងការបង្រៀនដោយយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូហើយបានផ្លាស់ប្ដូរខ្ញុំពីសិស្សដែលខ្សោយទៅជាសិស្សដែលល្អប្រសើរនិងមានភាពក្លាហានជាងមុននិងបានចូលរួមកម្មវិធីផ្សេងៗរបស់សាលាខ្ញុំបានចូលរួមកម្មវិធីផ្សេងៗដូចជា Teaching Contest ការចូលរួមធ្វើទីស្ម័គ្រនិងការរៀបចំសង្ក្រាន្តផ្សេងៗដែលសាលារៀបចំនៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាគ្រូពេទ្យដើម្បីជួយដល់ប្រជាជនដែលខ្វះថវិកាក្នុងការទៅមន្ទីរពេទ្យថ្លៃៗនិងដើម្បីជួយដល់សេដ្ឋកិច្ចគ្រួសារខ្ញុំឲ្យកាន់តែរីកចម្រើនជាចុងក្រោយខ្ញុំសូមអរគុណដល់លោកស្រីនួនពិមានដែលជាស្ថាបនិកនៃសាលាអង្គការលើកស្ទួយប្រជាពលរដ្ឋដែលបានបង្កើតសាលានេះឡើងដើម្បីជួយដល់កុមារកំព្រាក្មេងឬសម្រាមដែលខ្វះថវិកាដើម្បីឲ្យពួកគេបានចូលរៀនសាលានេះនិងអរគុណដល់ Jasper និងម្ចាស់ជំនួយផ្សេងៗដែលបានឧបត្ថម្ភសម្ភារៈផ្សេងៗដល់សិស្សានុសិស្សដើម្បីឲ្យពួកគេមានចំណេះដឹងនិងជាតំពាំងសង្ឃឫស្សីនិងជាសសរទ្រូងរបស់ប្រទេសជាតិ